នេះគឺជាការធ្វើតេស្តគុណភាពថ្មដែលត្រូវបានទទួលស្គាល់ដោយស្ថាប័នធំៗចំនួន2របស់ប្រទេសចិនក្របកំភ្លើងដែលប្រើគឺជាប្រភេទក្របកំភ្លើងវែងខ្នាត 5.8 មីលីម៉ែត្រដែលមានល្បឿនចន្លោះពី940ទៅ960ម៉ែត្រក្នុង1វិនាទីថាមពលប៉ះទង្គិចរបស់វាគឺ1900ទៅ1950ជែមុននឹងបាញ់ទៅលើថ្មក្របនេះត្រូវបានបង្ហាញថាអាចបាញ់ធ្លុះបន្ទះដែកកម្រាស់ប្រហែល10មីលីម៉ែត្របានយ៉ាងងាយស្រួលសម្រាប់ការធ្វើតេស្តដំបូងនេះយើងនឹងបាញ់ទៅលើកោសិកាថ្មមួយដុំដែលមានកម្រិតសាកភ្លើងពេញ 100% ក្របកំភ្លើងបានបាញ់ធ្លុះកោសិកាថ្មក្រោយការប៉ះទង្គិចសីតុណ្ហភាពផ្ទៃក្នុងថ្មបានកើនឡើងភ្លាមៗរហូតដល់ជិត200អង្សាសេឥឡូវនេះយើងបន្តទៅការសាកល្បងលើកញ្ចប់ថ្មពេញដែលផ្ទុកភ្លើង 100% ដូចគ្នាថាមពលក្របកំភ្លើងនេះគឺស្មើនឹងការផ្ទុកគ្រាប់បែក5គីឡូក្រាមការបាញ់លើកទី1ត្រូវបានបញ្ចប់ក្រោយរយៈពេល10នាទីនៃការសង្កេតគឺគ្មានការឆាបឆេះនិងគ្មានការផ្ទុះដែលបង្ហាញពីភាពមិនរាលដាលនៃកម្ដៅទៅកាន់កោសិកាថ្មផ្សេងៗទៀតដើម្បីធានាសុវត្ថិភាពដាច់ខាតក្រុមការងារបានបន្តធ្វើការបាញ់លើកទី2នៅចំចំណុចដដែលដោយបង្កើនការខូចខាតសរុបដល់ 3900 ជេក្រោយការសាកល្បងនៃក្របកំភ្លើងពីរគ្រាប់ជាប់គ្នានិងការសង្កេតរយៈពេល6ម៉ោងកញ្ចប់ថ្មសិនលៀនទាំងមូលនៅតែមិនឆេះនិងមិនផ្ទុះឡើយនេះគឺជាការបង្ហាញពីបច្ចេកវិទ្យាសុវត្ថិភាពដ៏ខ្ពង់ខ្ពស់របស់ថ្មសិនលៀនផលិតដោយ SGMW ដែលជាក្រុមហ៊ុនមេរបស់បោជនផ្ទាល់គឺផ្ដល់នូវទំនុកចិត្តនិងភាពធន់ខ្ពស់ទោះស្ថិតក្នុងគ្រោះថ្នាក់បំផុតក៏ដោយបច្ចេកវិទ្យាដ៏ឆ្លាតវៃគុណភាពកូនកាត់អាមេរិក